បាទសូមជំរាបសួរបងប្អូនអរគ្នាបាទសូមស្វាគមន៍មកកាន់សហគមន៍ចិញ្ចឹមបង្កើតបាទកម្ពុជាបាទបងប្អូនអរគ្នាបាទបងប្អូនអរគ្នាឃើញបង្កើតនេះគឺជាបង្កើតដែលយើងចិញ្ចឹមទុកធ្វើជាបង្កើតបោកឲ្យលក់ឲ្យឈ្នួញកាបបោកគាត់យកទៅធ្វើបោកលក់អញ្ចឹងណាបាទនឹងហើយមកកាបយើងនេះបាទគឺយើងបានលក់ហើយជាខែ9ខែ8ខែ9អីចុងខែ8អីបានលក់ហើយបាទយើងមានຂະຫນាតដូចជាຂະຫນាតកាបសាច់ហើយຂະຫນាតកាបបោមបាទគឺយើងមានបាទប៉ុន្តែយើងព្យាយាមធ្វើម៉េចដាក់ឲ្យបានពេញមកវាស្រែនឹងសិនពេញមកវាស្រែហ្នឹងស្មើទាំងនឹងប្រហែលជាខ្ទង់បាទ160000កូនបាទ160000កូនណាបាទ160000កូនបាទ160000កូនគឺខ្ញុំហៅវាសិនបាទហៅវាមកអញ្ចឹង160000កូននេះយើងអាចលក់ទៅលើទីផ្សារចេញនៅពេលដែលកាបអត់ទៅមានបាទហ្នឹងហើយមានន័យថារដូវខែប្រាំងអីហ្នឹងអត់មានកាបទេបាទយើងដាក់មកដើម្បីលក់បាទយើងលក់ម្ដងយើងអាចចូលចំណូលបានខ្ទង់បាទ8លានបាទក្នុងមួយជើងអីបាទទៅមើលក៏បើសិនជាមកវាស្រែហ្នឹងយើងអាចគូសំដាល់បាទបើសិនយើងអាចធ្វើបានណាបាទហ្នឹងហើយខ្ញុំដាក់ឲ្យមើលបាទហើយជាធម្មតាទៅយើងចាំអញ្ចឹងគឺយើងត្រូវការដូចជាបច្ចេកទេសបាទបច្ចេកទេសក្នុងការមើលថែបច្ចេកទេសនៅក្នុងការមើលថែកូនបាទនឹងឯងកាប់អញ្ចឹងណាបាទអាហ្នឹងសិតតែត្រូវការបច្ចេកទេសបងប្អូនអ្នកគ្នាដានដីបងប្អូនអ្នកគ្នាអត់មានបច្ចេកទេសយ៉ាប់បន្តិចបាទខ្ញុំមិនរីកមិនឲ្យបងប្អូនអ្នកគ្នាធ្វើការចិញ្ចឹមដាក់នឹងដីទេបើសិនជាបងប្អូនអ្នកគ្នាមិនមានអ្នកប្រាប់បច្ចេកទេសបាទហ្នឹងហើយសួរថាកង្កាបហ្នឹងយើងចំណាយច្រើនអត់បាទជាធម្មតាទៅការចិញ្ចឹមបើសិនយើងចិញ្ចឹមច្រើនគឺយើងចំណាយគូសោះបាទដូចមុខរបរដែលយើងបើកអញ្ចឹងបើយើងបើកតិចយើងចំណាយតិចបាទបើយើងបើកធំគឺយើងចំណាយធំបាទប៉ុន្តែនេះគឺយើងធ្វើធំបាទហើយយើងចំណាយគួរសមសម្រាប់បទពិសោធន៍ជារៀងរាល់ឆ្នាំយើងយកបទពិសោធន៍នឹងយកមកអនុវត្តបាទវាចំណេញពេលវេលានិងចំណេញរបស់យើងអញ្ចឹងណាបាទហ្នឹងហើយយើងអត់មានគិតថាចាំដល់ពេលមានបញ្ហាយើងនេះទេអត់ទេណាបាទនឹងយើងចំណេញបទពិសោធន៍ចំណេញពេលចំណេញពេលវេលាចំណេញកែបបាទហ្នឹងហើយទីទៀតបងប្អូនអរគ្នាសឹងតែចាប់10ក្រុងបាទ100គីឡូ10ក្រុង100គីឡូបាទអញ្ចឹងអានេះខ្ញុំចាប់បានប្រហែលជាបើស្អីយើងចាប់អាចចន្លោះពី100ក្រុងអីហ្នឹងហើយបាទហ្នឹងហើយប៉ុណ្ណាបានប្រហែលជា100ក្រុងបាទកាប់សាច់ណាបាទហ្នឹងហើយបន្តិចទៀតកាបដូចរដូវប្រាំងអីហ្នឹងអត់សូវមានទេបាទសម្បីតាសាច់លក់នៅលើទីផ្សារក៏យើងលើកមកពីក្រៅប្រទេសដែរអញ្ចឹងការចិញ្ចឹមនេះចាំបាប់លក្ខណៈបច្ចេកទេសហើយយើងបច្ចេកទេសគឺយើងធ្វើទៅដោយទំនួលខុសត្រូវទៅដោយយើងចេះច្បាស់លាស់ដូចយើងរៀនអ្វីមួយគឺយើងចេះបាទយើងអត់ភ័យបារម្ភរឿងជំងឺបាទបងប្អូនអ្នកគ្នាឃើញទឹកល្អអញ្ចឹងបងប្អូនអ្នកគ្នាគិតថាតែយកដាក់ទៅមានជំងឺច្រើនហើយមើលទៅបាទតែបើសិនបងប្អូនអ្នកគ្នាមានអីគេហៅបទពិសោធន៍ទៅលើអាហ្នឹងបាទគឺវាអត់ងាយមានជំងឺទេបាទដូចថាយើងធ្លាប់ដឹងធ្លាប់ចេះប្រើប្រាស់ថ្នាំតិចតួចបាទវាមិនប្រើច្រើនទេក្នុងណាប៉ុន្តែក្នុងមួយឆ្នាំខ្ញុំប្រើប្រាស់ថ្នាំហ្នឹងប្រហែលជា
mà bia xài nó nè mà năm nhâm prao bà hay dùng một phay mơn riêng bà nằm rồi nằm á một phay mơn riêng bà nè hay chua ra một phay mơn riêng nó prao từ lơ năm mấy cái khác bà anh nâng zoom rạp bong bong là quật vô côn tình chấm hay nhầm nâng rạp bị chạy cái tay tham tiết và bị chạy cái tay trăng cho nên nâng xong liền thì bà rồi miền tây khác nhom gì smart trăng tới cứ dương thọt nâng cứ đầm bay thôi video bà đầm bay nó không ca lụa côn lụa ấy bong của nó kia bà sân kia bong của nó kia tình côn chẳng nhom ai miền thảm bị ca khác đầm bay thọt thọt video ấy to tập tiết bà là ngày vừa xây dựng lại tập thọt 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 bong của nó kia sum rạp đọc video xì mùi đợt là bà mà rồi video xì đọc đợt là bà và đã dương mến đã là một phê này dương miền tràn phê này tràn bong con nào cái này xua là miền tràn chẳng thầy ăn bà ấy thằng đa bà đừng cái chuyện mình miền ở quay đó chùm lại chùm bắp chương cha phê bà chương cha cứ bạn đừng anh cứ miền phiệp ọt một miền cả ọt một cua và nâng ngày ọt miền đôi nhẹt mấy còn là miền bành hàng cam tinh túi quật thầy bà chương cha quật so 7 năm bà mình miền chụp bành hàng mập nhom tế bà hay có riêng tiếp xa còn miền chụp bành hàng mập nhom đào bà bây giờ tại chỉ cao chlong cắt bà một nâng chlong cắt ở viện nâng cứ dừng chlong cắt bà sao chu chuột tràn bà tên là càng chậm đó bà này